2.1 នយោបាយរដ្ឋឧបត្ថម្ភពាក្យនេះហៅចំពោះនយោបាយរបស់គណៈបកការងារនិយមដែលបានដឹកនាំប្រទេសចាប់ពីឆ្នាំ 1945 ដល់ឆ្នាំ 1951 ដើម្បីជួយសង្គ្រោះប្រជាជន 25 លាននាក់ដែលអ្នកអត់ការងារធ្វើនិងអ្នកមានជំងឺស្ត្រីមេម៉ាយមន្ត្រីចូលនិវត្តន៍និងចាស់ជរាកសេវាសុខភាពគេបានបង្កើតមន្ទីរពេទ្យជាច្រើនដើម្បីផ្តល់សេវាថែទាំសុខភាពដែលធានាដល់ការព្យាបាលអ្នកជំងឺនិងចែកចាយថ្នាំដោយឥតគិតថ្លៃសម្រាប់ប្រជាជន 95% ដោយស្មើភាពនិងគ្មានការរើសអើងរដ្ឋបានបង្កើតភ្នាក់ងារសុខភាពចំនួន 34,000 លាននាក់ទូទាំងប្រទេសចាប់ពីក្រុងរហូតទៅដល់ជនបទដោយចំណាយប្រាក់អស់ចំនួន 400 លានផោនស្មើនឹង 3.5% នៃថវិកាជាតិលោកប៊ីនវ៉ាន់ជារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលបានប៉ាន់ស្មានប្រមាណឃើញថាមានមនុស្ស 8.5 លាននាក់ត្រូវការការព្យាបាលធ្មេញនិងភ្នែកដោយតម្រូវការវ៉ែនតាចំនួន 5 លានសម្រាប់បញ្ហាលំនៅឋានឆ្នាំ 1945 ដល់ឆ្នាំ 1950 ដើម្បីជៀសវាងការរីកដុះដាលនៃសំណង់អនាធិបតេយ្យនៅតាមទីក្រុងរាជរដ្ឋាភិបាលបានសាងសង់លំនៅឋានចំនួន 157,000 ខ្នងនិងផ្ទះល្វែងចំនួន 806,000 ខ្នងថែមទៀតជួសជុលផ្ទះបែកបាក់ចំនួន 333,000 ខ្នងផ្សេងទៀតនៅក្នុងការដោះស្រាយនៅវិបត្តិសេដ្ឋកិច្ចរដ្ឋាភិបាលអង់គ្លេសបានធ្វើជាតូបនីយកម្មចាប់ពីរោងចក្រធនាគារផ្លូវដែកកំពង់ផែធនធានរ៉ែនិងធ្យូងថ្មផ្សេងៗជាច្រើនទៀត